រៀនលះកំហឹងពេលជួបរឿងដែលអ្នកទាស់ចិត្តកុំអាលបញ្ចេញកំហឹងភ្លាមស្ដាប់សិនរកហេតុផលរកដំណោះស្រាយចូលរួមទាំងអស់គ្នាកុំចង់ឲ្យគេតាមយើងពេកពេលខឹងកុំអាលសម្រេចចិត្តឲ្យត្រជាក់ចិត្តសិនសឹមនិយាយបើគេខុសណែនាំទៅបើគេតាមសប្បាយចិត្តទៅបើគេមិនតាមទេកុំដុតខ្លួនឯងយូរពេករៀនបណ្ដោយខ្លះទើបមិនសូវកើតទុក្ខមិនមែនអ្វីចេះតែបានតាមចិត្តទេរៀនទ្រាំរៀនញញឹមទទួលយកការពិតនៃជីវិតជីវិតនេះគឺអញ្ចឹងឯងទ្រាំទៅរៀនសម្រាលទុកពីចិត្តអ្នកកុំបន្ទោសខ្លួនឯងកុំបន្ទោសអ្នកដទៃកុំប្រៀបធៀបនឹងជីវិតគេហ៊ានប្រឈមមុខចំពោះការពិតយល់ថាជីវិតតែមានបញ្ហាកុំមួម៉ៅចំពោះបញ្ហាព្យាយាមដោះបញ្ហាឲ្យអស់ពីសមត្ថភាពដោះបានប៉ុណ្ណាយកប៉ុណ្ណឹងចេះព្រមតាមសមត្ថភាពដែលយើងមានកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តអ្នកកុំសង្ឃឹមថាគេដូចចិត្តអ្នកគ្រប់រឿងដោះលែងខ្លួនអ្នកពីអតីតកាលកុំសូវព្រួយពេកជាមួយរឿងដែលមិនទាន់កើតឡើងកុំសូវយកពាក្យគេបញ្ឈឺមកគិតច្រើនពេកគេងឲ្យបានគ្រប់គ្រាន់ហូបឲ្យបានត្រឹមត្រូវស្ដាប់ធម៌អប់រំចិត្តរៀនកាត់ចិត្តអរគុណឧបសគ្គទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យរឹងមាំជាងមុន
ភាពបរាជ័យដែលបានប្រាប់ពីចំណុចខ្សោយរបស់ខ្ញុំអរគុណមនុស្សក្បត់ដែលបានបង្រៀនខ្ញុំឲ្យចេះមើលមនុស្សច្បាស់ជាងមុនអរគុណអ្នកធ្វើឲ្យខ្ញុំខឹងដែលបានបង្រៀនខ្ញុំឲ្យចេះអត់ធន់អរគុណការលំបាកទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យចេះទ្រាំអរគុណភាពក្រខ្សត់ដែលបានបង្រៀនខ្ញុំឲ្យចេះតស៊ូអរគុណរឿងអាក្រក់ទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យស្គាល់ពីការពិតនៃជីវិតអរគុណលោកពុកអ្នកម៉ែដែលបានបង្កើតខ្ញុំមកស្វែងយល់ពីជីវិតយើងម្នាក់មានឧបសគ្គច្រើនណាស់ដែលតម្រូវយើងហ៊ានប្រឈមមុខដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុកពេកអីគ្មានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុក្ខបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខថ្ងៃនេះអាត្មានឹងអានសិភៅអប់រំចិត្តឈានទៅមុខមានអត្ថបទជាច្រើនអត្ថបទទី1និយាយពីអតីតកាល2ប្រភេទ
បើជារឿងល្អរឿងបុណ្យកុសលអ្នកអាចរំលឹកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីរំលឹកវាញឹកទៅនាំតែក្តៅក្រហាយចិត្តអញ្ចឹងរឿងពីអតីតឬក៏ក្នុងធម៌លោកហៅអារម្មណ៍ពីអតីតហ្នឹងបើវាជារឿងបុណ្យកុសលធ្វើទានថ្វាយគុំម៉ែថ្វាយគុំឪបានជួយសង្គ្រោះអ្នកនេះអ្នកនោះអាហ្នឹងយើងរំលឹករំលើកនៅក្នុងធម៌លោកហៅថាអបរាបរៈចេតនាមានន័យថាចេតនាសប្បាយចិត្តនឹងបុណ្យដែលធ្វើកន្លងផុតទៅហើយឧទាហរណ៍ថាធ្លាប់ធ្វើផ្លូវធ្លាប់ធ្វើស្ពានធ្លាប់ដាក់បាតលោកអីចឹងទៅសប្បាយចិត្តកាលនោះសប្បាយចិត្តមែនអាហ្នឹងចិត្តហ្នឹងវាស្រស់វារីករាយម្ដងទៀតហើយបានបុណ្យម្ដងទៀតហ្នឹងប៉ុន្តែបើផ្ទុយទៅវិញណាបើឧទាហរណ៍ទៅអ្នកនេះនិយាយដើមអ្នកនេះធ្វើអីមិនត្រូវចិត្តចឹងយើងរំលឹករំលកទៅវាក្តៅក្រហាយអាហ្នឹងតើតែយើងបញ្ញាប់ដូរចិត្តដូរអារម្មណ៍ហើយគិតថាវាជារឿងផលបាបចាស់ទៅចុះឲ្យវាហួសទៅនឹងអត្ថបទទី1និយាយពីអតីតកាល2ប្រភេទអត្ថបទមួយទៀតនេះនិយាយពីនៅសល់ថាបើអ្នកបាត់បង់អ្វីស្ទើរអស់ពីខ្លួនយ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើមិនព្រមក៏វាបាត់ទៅហើយរៀនទទួលស្គាល់ការពិតរួចធ្វើដំណើរទៅមុខទៀតបើថាយើងបាត់បង់ទ្រព្យបាត់បង់ញាតិជាទីស្រឡាញ់ភរិយាស្វាមីអីចឹងចាស់យ៉ាងហើយក៏យើងនៅមានជីវិតដែរបើនិយាយដោយចំពោះដោយនៅក្នុងធម៌ទៅអតីតកាលហួសហើយរលត់បាត់ហើយអត់មានទេហើយអនាគតកាលក៏អត់មានដែរអ្វីដែលមានហ្នឹងគឺបច្ចុប្បន្នហ្នឹងទេហើយអាបច្ចុប្បន្នហ្នឹងក៏មិនទៀងទៅទៀតវារលត់ទៅហើយប៉ុន្តែបើយើងវល់អង្គុយស្ដាយកើតទុកមិនសុខចិត្តអាហ្នឹងយើងអោបកសោបរឿងមិនល្អនៅក្នុងចិត្តដូចអោបភ្លើងអញ្ចឹងណាទោះជាបាត់អីក៏យើងនៅសល់ជីវិតបើយើងតាំងចិត្តថាចាប់ផ្ដើមសារជាថ្មីកុំខ្មាស់កុំអៀនអ្នកណាថាអីថាជីវិតខ្ញុំផឹងអាហ្នឹងយើងទៅមុខបានឆ្ងាយយើងស្រាលខ្លួនតលរៀនទូស្គាល់ថាពិតថាជីវិតហ្នឹងអញ្ចឹងខ្ញុំជួបរឿងខ្ញុំគេជួបរឿងគេហើយมันអាចដូចគ្នាទេជីវិតហ្នឹងថ្ងៃហ្នឹងអាត្មាអានសិភៅឈានទៅមុខបន្តសិភៅអប់រំចិត្តដល់អត្ថបទមួយនិយាយពីមេរៀនបើអ្នកសម្រេចចិត្តខុសចាត់ទុកថាជាបទពិសោធន៍ជាមេរៀនសម្រាប់ថ្ងៃក្រោយគ្មានអ្នកណាមិនធ្លាប់ខុសទេក្មេងធ្លាប់ដួលរាប់សិបដងតម្រាំចេះដើររឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សប្រកបជាងមុនអានឹងវាធម្មតាអ្នកណាក៏ធ្លាប់ខុសដែរប្រៀបដូចថាក្មេងជិះកង់ដួលអញ្ចឹងដួលឲ្យងើបរហូតវាចេះជិះមែនតែនអញ្ចឹងតែអង្គលីមៀធ្លាប់ធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរមែនតែនប៉ុន្តែលោកបានទទួលឱវាទពីពុទ្ធហើយកែប្រែកំហុសបានក្លាយទៅជាព្រះអរហន្ត
Chứ dương họ xì khát dương chuột mình lo cái bảo pra hay chẳng tới nó chỉ vật nó về chẳng về miền Tây khác bạp ỏi phó chuột rừng mình lo nhưng tôi là dương chặt tục thân nó ngay chỉ mê riêng chỉ vật hãy thưa dương ô bị giặt bị dài ngày khỏi môn đừng chưa bị trà nào ở chỉ ba bê muối miền đã rõm tầm muối nó bị ớt chứ hãy nhẹ nhảy thế vẫn nó mau bị dương nó vẫn đậu chất nó ôi chích cùi man ti nó khơi đó mà rồi rướng nó cao chất là nhẹ nhảy ấy ưu tế hót thật bởi dương miền smart đây chọn chất á thưa càng nghe ấy ở bậc cọt chỉ càng nghe nâng được không thố lúc ở miền sạch tệ chia phải chăm nâng sạch tia sạch tao để đá chôn quay dây đây si chọc bọc tập bia châu bật tục tắc liệt bẻ nâng ở miền smart đây nâng luôn mình ơi là vừa là vì tên tai này slơ tư ơi phèn đăng thưa ấy châu từ tia đăng từ rose ấy nó sau smart đấy nó cao tới chỉ hướng ở nhẹ nhảy nè ngay mình lưng ở sân này luôn này phải giặc mày dường chẳng toàn là tia anh mà vinh thưa ấy bậc cọt chỉ càng nghiền nâng smart đấy nâng luôn kịch ấy bậc cọt chỉ kịch hướng nâng đó thì ấy mùi mà đòn hãy phẳng ngày ở pi smart phía phải bẹp thắc nhóm phẳng ở smart phía phải phần năng đó ban phần năng rồi từ tua là miền sẽ cái đấy sẵn đào sẵn tàu xã nó miền đây thì dương phổ tam smart phía để dương miền ấy dương mình ai bậc khom bán ấy rương ra nè thì dương miền sẽ tệ phải nhà smart đây che bị vô luôn ai chẳng dương mình sao nhẹ nhảy đấy hướng khang khéo với thom mà đa khao khlang khao tích tật về miền ở lốc láng cho miền là na tích khoát bàn thom mà chiên miền mệt liền mệt rèn ấy nè nó có chụp đây mà phải buồn màu nè nó có miền bay nhà thời đó gì ấy đây hay tại dương phần đạo chất tam hướng khang khéo pi đang về nhà vậy tại dương cầm nọt đang thấy rương khang khéo về miền la về miền châu về miền kia sợ sao về miền kia nền tia về miền trần đánh về miền khát thom mà đa hai nhóm đa dài từ tua ban hướng o trần đánh chặt tục bòn phò này cà phê chua hướng mình ló thế mấy về miền phò bạc đó dễ từ mục tiêu đây nâng về to là tầm lẹ ca bậc can huông hay này con thọ lục hay toàn là hào bà tiền á tầm lẹ ca bậc can huông hay như thế từ châu mù vinh phải nhà mà đây sẽ tệ nâng luôn nâng nâng từ mình sẽ cả tốt khang mình sẽ nhẹ nhảy đây na hướng na hu hai hao á chọc á mình tiền tài thế hướng nam toàn mà đó đang ở trong phẳng phơ ta là giải chu vượng ấy đó hướng nâng này nâng mình sao nhẹ nhảy thế bây giờ xong mà mù mờ nó nhẹ nhảy chờ này một tình nghĩa chơi nhiệt nhôm sắc xa bị ảo vặt phút clay không sự phơi sát sanh sự phi sát đó vẽ dây pi cam ông pư và ông sầm đại thắc cam mắng sát tế vì phe chật tế dẹ tị tiếng hay nắp bạn nấy tạ tài dẹ cam rồi có ông pư đại dương bàn thưa nứng chỉ nẹ bay chạy sạch ao thọc tiếp rồi có ao thay thà chừngปีสมัยเดิมกิทับเปรียจีนเนี่ยจัดใจท่าโอ้เนี่ยนี่การครองตะโกคุงคู่จีสัตว์คุงคู่เนี่ยนี่การครองตะโกเท่าเทียบจีสัตว์เท่าเทียบปีได้ปุบปองตราดังปองปะเดวัดพนัดกลุ่มหนึ่งนึ่งท้ามันแม้นเปรียจีนเนี่ยจัดใจทำมนุษย์นี่เท่าเทียบหรือก็คุงคู่เต้คืออมเปอร์ได้เยอะบานเฟื่อหนึ่งไอ้บาบุคคลนึงtừ lùi kế cái hai chào ấy bởi tôi trên đã nâng cao không từ cô sẽ đặt cái đây mình trây cái đấy rồi cô từ cô
អ្នករើសសម្រាមក្តីថោកទាបនឹងក្តីអញ្ចឹងតម្លៃរបស់មនុស្សមិនមែននៅលើព្រះជាអ្នកឲ្យទេតម្លៃរបស់មនុស្សគឺការងាររបស់អ្នកនឹងជាអ្នកឲ្យតម្លៃបើគាត់ចេះដឹងគាត់បង្រៀនគេហៅគ្រូបង្រៀនបើគាត់ទៅលេងល្បែងក្នុងតកូលណាក៏ដោយគឺអ្នកល្បែងហើយអ្នកផឹកហើយអញ្ចឹងអំពើដែលយើងបានប្រព្រឹត្តជាប្រចាំថ្ងៃហើយនឹងកម្មដែលយើងបានសាងពីអតីតមកបូកបញ្ចូលគ្នាកម្មទាំងពីរប្រភេទហ្នឹងនឹងផលិតថាយើងជាមនុស្សប្រភេទណាអញ្ចឹងកម្មអតីតជាឧបនិស្ស័យដែលយើងសំមកយើងកែបានប៉ុន្តែកម្មបច្ចុប្បន្នយើងអាចកែបានយើងអាចប្រឹងសាងសារជាថ្មីបានអ្នកខ្លះកម្មអតីតមិនល្អកើតមកក្រពិបាកប៉ុន្តែដោយសារមានឆន្ទៈក្នុងកុសលប្រឹងប្រែងតស៊ូព្យាយាមរៀនសូត្រធ្វើឲ្យខ្លួននឹងបានចាក់ចេញផុតអំពីភាពខ្មៅងងឹតហ្នឹងអញ្ចឹងមកងងឹតទៅវិញភ្លឺដោយសារកម្មបច្ចុប្បន្ននឹងឯងជាអ្នករៀបចំជីវិតរបស់អ្នកនឹងឲ្យបានប្រសើរអញ្ចឹងព្រះអង្គសម្ដែងថាកម្មជាអ្នកចាត់ចែងមិនមែនព្រះជាអ្នកចាត់ចែងទេមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាសុករังសាធុនីសាធុអំពើល្អមនុស្សល្អធ្វើបានដោយងាយផ្ទុយទៅវិញអំពើអាក្រក់មនុស្សអាក្រក់ធ្វើបានដោយងាយដែរយើងមើលជេរវាយទាត់ធាក់កាប់សម្លាប់អីហ្នឹងមនុស្សល្អទៅធ្វើមិនកើតវាលើកដៃទៅធ្វើមិនរួចចេះប៉ុន្តែមនុស្សអាក្រក់ធ្វើអាងាយជេរប្រុយបើសម័យពលពតវាយកាប់សម្លាប់សបាយទៀតដល់ពេលអំពើល្អមនុស្សល្អហ្នឹងចង់តែធ្វើចង់តែជួយឯងដោយសារទម្លាប់ចិត្តដោយសារមានឧបនិស្ស័យធ្វើទានជួយសង្គ្រោះឃើញគេបានសុខគាត់សប្បាយអញ្ចឹងគាត់ចេះចង់ធ្វើទៅទៀតទៅមានទ្រព្យមានរបស់អីនឹកដល់អ្នកមានគុណនឹកដល់ប្រសង់ទៅប្រគេនទៅជូនទៅដោយសេចក្តីគោរពបានសប្បាយចិត្តហ្នឹងអញ្ចឹងបានព្រះអង្គសម្ដែងសុករังសាធុនីសាធុអំពើល្អហ្នឹងមនុស្សល្អងាយនឹងធ្វើប៉ុន្តែអំពើបាបហ្នឹងមនុស្សអាក្រក់ក៏ធ្វើក៏ងាយធ្វើដែរជើញាតិញោមរៀនអវាទពុទ្ធខ្លីៗនៅក្នុងសភៅសាសនសុភាសិតអាត្មាកាលពីនៅក្មេងចូលចិត្តអាននៅក្នុងវគ្គទី1លោកហៅអត្តវគ្គនិយាយពីខ្លួនឯងដំបូងគេហ្នឹងលោកថាអត្តាហវេជីតាំងសាយោឈ្នះខ្លួនឯងប្រសើរជាងឈ្នះអ្វីផ្សេងទៀតអញ្ចឹងក្នុងន័យហ្នឹងសំដៅទៅលើឈ្នះកិលេសខាងក្នុងលោភៈទោសៈមោហៈចំណែននន្ទាឈ្នានេះរវើរវាយគិតច្រើនស្មុគស្មាញពិបាកចិត្តអីហ្នឹងយើងឈ្នះនៅអកុសលខាងក្នុងហ្នឹងយើងមិនបំរើកំហឹងយើងមិនបំរើការចំណែនឈ្នានេះទេយើងមិនមែនជាខ្ញុំកញ្ជះរបស់អកុសលហ្នឹងឯងយើងយកសតិបញ្ញាស្មារតីយកនៅកុសលធម៌ដើម្បីទៅជំនះអកុសលហ្នឹងអញ្ចឹងយើងបន្សុទ្ធចិត្តខ្លួនឯងបន្តិចម្ដងមិនខឹងមិនច្រឡោតទៅជាមានចិត្តខន្តីអត់ធន់អត់ឱនមានស្មារតីគ្រប់គ្រងខ្លួនឯងមិនឲ្យរវើរវាយច្រើនមានបញ្ញាឃើញដំណើរហេតុផលនៃធម្មជាតិ